Hello ក៏ដូចជាសួស្តីគ្នាយើងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញគ្នាយើងអំពីរបៀបចូលទៅ remove device ដែលយើងមិនស្គាល់នៅក្នុងaccount game Mobile Legends របស់យើងអញ្ចឹងឧទាហរណ៍ដូចថាយើងធ្លាប់ log in ជាមួយនឹងទូរស័ព្ទណាផ្សេងឬក៏មាន device ណាដែលគេចូលមកក្នុង game របស់យើងដោយយើងមិនស្គាល់យើងអាចធ្វើការ remove ចេញបានហ្នឹងហើយអញ្ចឹងសម្រាប់ការ log ហ្នឹងគឺអត់មានអីពិបាកទេដោយជំហានដំបូងអ្នកនរគ្នាចូលមកកាន់ profile game របស់យើងមកបន្តមកទៀតយើងយកពាក្យថា account នៅខាងក្រោមនេះយើងយកពាក្យថា account បន្តមកទៀតយើងមើលមកខាងស្ដាំហើយយើងរកពាក្យថា account center អញ្ចឹងកន្លែងនេះមួយអ្នកនរគ្នាអាចមើល account center អញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញពាក្យថា device management អញ្ចឹងយើងចុចលើពាក្យ device management ហ្នឹងមក device management អញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញឈ្មោះទូរស័ព្ទឬក៏ device ដែលបាន log in ជាមួយនឹង game របស់យើងអញ្ចឹងដូចaccount game របស់ខ្ញុំគឺមាន2 device ហ្នឹងហើយទី1ហ្នឹងគឺ14 Pro Max ហើយនិង iPhone XS Max អញ្ចឹង iPhone XS Max ហ្នឹងគឺជារបស់ខ្ញុំដែរទេដែលទូរស័ព្ទចាស់របស់ខ្ញុំដែលខ្ញុំឈប់ប្រើហើយឥឡូវមិនដឹងថាទៅដល់ណាដល់ណីទេប៉ុន្តែ device ហ្នឹងគឺនៅក្នុងទូរស័ព្ទហ្នឹងគឺវានៅតែជាប់ account game របស់ខ្ញុំដដែលអញ្ចឹងណាអញ្ចឹងយើងធ្វើការ remove វាចេញអញ្ចឹងយើងយកកន្លែង log out from device នេះមកនេះអាខៀវខាងលើយើងចុចអានេះមកតមកយើងចុច OK មកនេះអាពណ៌លឿងនេះអញ្ចឹងនេះ remove បាត់ហើយអញ្ចឹងបន្ទាប់ពីបាត់អញ្ចឹងហើយគឺយើងបាន remove ចេញហើយហ្នឹងហើយអញ្ចឹងវាមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអាច back មកអញ្ចឹងបើសិនជាយើងចង់ចូលមកវិញគឺវាលេងចប់ដែរហ្នឹងហើយយើងអាចចូលមកមើលមកនេះគឺមានតែ14 Pro Max មួយគឺជា device ដែលខ្ញុំកំពុងតែ log in ឥឡូវហ្នឹងទេហ្នឹងហើយអញ្ចឹងវីដេអូចែកម្លែកហ្នឹងគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ